មើលតែសកម្មភាពពូចិនខ្ញុំប៉ុណ្ណឹងទៅដឹងហើយបងប្អូនអ៊ំពូមីងហើយថារាល់ថ្ងៃហ្នឹងស្រឡាញ់ប្រពន្ធខ្លាំងប៉ុណ្ណានិយាយពីថាពុះពៀណាបងប្អូនហើយដោយសារតែផ្លែវានៅខ្ពស់ពេកបើយើងអត់ឡើងបេអញ្ចឹងអត់កើតទេពេលយើងយកឈើទៅវាយទម្លាក់ទៅធ្លាក់មកគឺបែកពេលអញ្ចឹងតួតឡើងបានកើតឲ្យមកលើកនេះគឺថាផ្លែច្រើនណាបងប្អូនហើយក៏ប៉ុន្តែវានៅរៀងខ្ពស់អាផ្លែរៀងទៀបហ្នឹងវាទូចពេកហូបអត់កើតទេជូរខ្លាំងតែបើអាផ្លែធំអត់សូវជូរហ្នឹងគឺថានៅខ្ពស់ណាបងប្អូនហើយដោយសារតែអត់សូវមានអ្នកបេះទេបេះអត់ដល់អញ្ចឹងហើយម្នាក់បេះតាកន្លែងទៀបនឹងអស់ហើយខ្ញុំមកបេះពីលើកមុននោះធ្វើវីដេអូផុសទៅនិយាយពីថាអ្នកមើលកន្លះលានអ្នកជាងបងប្អូនហើយ 500k ជាងប្តីបើខ្ញុំគាត់ហួសចិត្តគាត់ថាវីដេអូមួយហ្នឹងគាត់ហូបហើយគាត់ធ្វើមុខឡើងជូរហើយអ្នកមើលអីក៏ច្រើនមកមិនចុះវីដេអូដើរលេងអីអត់សូវមានអ្នកមើលអញ្ចឹងថាប្រហែលមកពីបងប្អូនអ៊ំពូមីងចូលចិត្តមើលគាត់ហូបអីអញ្ចឹងណាអញ្ចឹងហើយបានជាអ្នកមើលច្រើនមើលសម្បុកសម្បត្តិខ្ញុំវិចទៅបងប្អូនហើយមានស្ទីងនោះមកក្ដុងមានអំបិលម្ទេសហើយទឹកដោះគោរបស់កូនពៅមួយហើយមានទឹកសុទ្ធមកដបដែរទឹកនឹងគ្មានយកទៅធ្វើអីទេយកទៅទុកលាងនឹងឯងហើយខាងនោះវិញពីអ្នកយាយតាគាត់នាំចៅមកដើរលេងដល់ពេលឃើញមានផ្លែច្រើនអញ្ចឹងគាត់ក៏ឡើងបេះឲ្យចៅគាត់ហូបប្តីខ្ញុំដំបូងមានហ៊ានឡើងណាបងប្អូនហើយតើតអ៊ំប្រុសនឹងគាត់ប្រាប់ថាឲ្យឡើងបេះអញ្ចឹងទៅបានផ្លែល្អបើយើងយកឈើវាយធ្លាក់មកវាបែកអស់ហើយដល់ពេលអញ្ចឹងក៏ឡើងតាមអ៊ំប្រុសនឹងដែរទៅក៏ប៉ុន្តែគាត់ឡើងនឹងក៏បេះគ្មានបានដែរបងប្អូនហើយគាត់ឡើងទៅទាញអាម៉ែកណាមើលទៅរៀងទៀបល្មមនៅចិត្តដៃទាញទម្លាក់មកក្រោមឲ្យខ្ញុំប្រលេះផ្លែឡើងទៅបេះហ្មងតទៅខ្ពស់ជាងនឹងតិចទៀតបងប្អូនអើយដោយសារតែផ្លែវាគឺថានៅខ្ពស់ខ្លាំងមែនតើហ្មងហើយមើលប្តីខ្ញុំឡើងទៅរួចដល់ពេលចុះមកវិញចុះអត់ចង់រួចទេបងប្អូនមនុស្សមិនដែលចេះឡើងដើមឈើផងខំតែប្រពន្ធទេនេះហ៎បងប្អូនអើយខំអីសំណោះឡើងហើយពូហ្នឹងតែដល់ពេលឃើញផ្លែច្រើនអញ្ចឹងនិយាយពីថាគាត់នឹងខ្វះកជាងខ្ញុំទៀតបងប្អូនហើយបេះអាដើមមិញហើយឥឡូវនេះគឺថានាំគ្នាដើរទៅមកកន្លែងទៀតហើយនៅដើមនេះម្ដងប៉ុន្តែដើមនេះគឺថាកាន់តែខ្ពស់ជាងអាដើមមិញទៀតបងប្អូនហើយគឺខ្ពស់ខ្លាំងមែនតើដល់ពេលអញ្ចឹងហើយបេះអត់បានទេប៉ុន្តែផ្លែច្រើនណាស់បងប្អូនហើយមើលទៅឡើងក្រហមច្រាលពេញដើមហ្មងនៅផ្សារក៏គេមានលក់ដែរបងប្អូនហើយផ្លែខៀវក៏មានក្រហមក៏មានដែរគាត់ថាយើងចង់មកបេះអញ្ចឹងទៅវាឆ្ងាញ់ជាងអាយើងទិញគេនៅផ្សាររបស់អីក៏ដែរបងប្អូនហើយតស៊ូពិបាកវេទនាអញ្ចឹងបានហូបឆ្ងាញ់បើថាយកមកស្រួលអីហ្នឹងហូបមិនសូវឆ្ងាញ់ទេហើយបើផ្លែជ្រុះលើដីហ្នឹងអាខ្លះវាទុំជ្រុះមកយូរហើយអីអញ្ចឹងណាខ្លះទៀតប្តីខ្ញុំគាត់រួនមុនហ្នឹងអញ្ចឹងទៅហើយកលែងមកខាងនេះវិញចាគឺរឹសបានដែរយកមកអ៊ូតមកប៉ាគេអ្នករួនទៅកូនពៅគេនេះគេអ្នកដើររើសចំណែកខ្ញុំវិញគឺថាអ្នកធ្វើកាមេរ៉ាមែនឈរថតឲ្យអីអញ្ចឹងណាដល់ពេលយើងមកបេះខ្លួនឯងផ្ទាល់អញ្ចឹងនិយាយពីថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយនេះបេះឲ្យរួចរាល់ហើយបានប៉ុណ្ណឹងឯងបំបល់មកពីផ្ទះមកកូនចានហើយមានជាមួយនឹងស្ទីងមកកំប៉ុងធំនេះដែរបងប្អូនហើយមកកំប៉ុងនឹងផឹកអស់ស្រួលអីកាត់ជើងហ្មងខ្ញុំក៏ប្រាប់ថាកុំទាន់អាលឲ្យហូបស្ទីងព្រោះអីផ្អែមអញ្ចឹងណាយើងហូបរបស់ផ្អែមហើយហូបមកជូរក្រោយគឺថាជូរខ្លាំងណាស់ក៏ប៉ុន្តែខ្ញុំនេះស្រែកទឹកខ្លាំងពេកបងប្អូនហើយទ្រាំបានតែបឺតមកគ្រូ2គ្រូសិនទៅស្ទីងហ្នឹងខ្ញុំហូបហើយខ្ញុំដាក់នៅខាងក្រោយគាត់អញ្ចឹងឯងមានខាងក្រោយអីចំទេរៀងប្រឆិតអញ្ចឹងណាក៏ប៉ុន្តែគាត់មើលអត់ឃើញក៏វាដៃទៅធ្លាក់កំផានអាតយោហ្នឹងវាចាក់ទៅជាមួយនឹងដីហ្នឹងដីចូលឡើងពាក់កដាលតយោបងប្អូនហើយដោយសារតែមេឃទើបតែភ្លៀងហើយដីរៀងទន់ដល់ពេលអញ្ចឹងហើយមានណាខ្វេះមានចេញអីចុងក្រោយតយោហ្នឹងគឺថាចោលទៅបងប្អូនហើយប្តីខ្ញុំក៏ថាមិនបាច់យកទេចាំទិញមួយទៀតហ្មងទៅកូនកំឡោះគេនោះវិញនិយាយពីថាឆ្លេឆ្លាអ៊ំពូមីងហើយឲ្យតែឃើញហូបអីហ្នឹងមិនបានទេគេចង់ហូបដែរក៏ប៉ុន្តែគ្មានបានហ្មងទេអ៊ំពូមីងហើយខំមួយម៉ាត់ទម្លាក់ចូលហើយមើលនៅក្នុងកំប៉ុងហ្នឹងទៅអាហ្នឹងគឺសត្វតបោះគេហូបទាំងអស់គេហូបតាមមួយម៉ាត់គឺគេដាក់ចុះហើយគេយកមួយទៀតទៅឲ្យប៉ាគេលាងទឹកឲ្យទៀតកូនខ្ញុំហ្នឹងចង់ហូបតែ 10% អីទេ 90% ទៀតហ្នឹងគឺថាចង់លេងនឹងឯងអ៊ំពូមីងហើយមើលតែចានអំបិលម្ទេសរបស់ខ្ញុំទៅបងប្អូនហើយក៏ដឹងដែរថាជាតិខ្លាំងប៉ុណ្ណាមកលើកមុនខ្ញុំហូបតែម្នាក់ឯងណាប្តីខ្ញុំភ្លុកបានតែមួយគ្រាប់ពីរគ្រាប់ទេប៉ុន្តែមកលើកនេះប្តីរបស់ខ្ញុំហូបអស់ច្រើនជាងខ្ញុំទៀតតែផ្លែខ្លះវារាងទុំហើយដល់ពេលអញ្ចឹងទៅវាអត់សូវជូរទេតែបានជាគាត់ហូបបានអញ្ចឹងណាបើខ្ញុំវិញគឺខ្ញុំរើសយកតាណារាងជូរអែមទេបងប្អូនហើយយើងយកមកចលក់ជាមួយនឹងអំបិលម្ទេសមកគឺថាត្រូវជាតិគ្នាខ្លាំងមែនតើហ្មងអ្វីដែលសំខាន់ហ្នឹងគឺថាបានជាមួយនឹងស្ទីងដាក់តកកត្រជាក់នឹងទៀតបងប្អូនហើយនិយាយពីថាជាតិសាហាវហ្មងក៏ប៉ុន្តែអត់មានតយោដល់ពេលអញ្ចឹងហើយពិបាកហូបខ្លាំងមែនតើខ្ញុំនឹងធ្លាក់ដីប្រឡាក់តាតយោទេក៏ប៉ុន្តែស្ទីងហ្នឹងអត់អីទេអញ្ចឹងហើយនៅអាចហូបបានទៀតមើលតយោទៅបងប្អូនហើយនិយាយពីថាដីចូលឡើងពាក់កដាលហ្មង